ចាថ្ងៃនេះនាងខ្ញុំមានប្រធានបទមួយមកធ្វើការចែករំលែកទៅបងប្អូនអរគ្នាអឺដែលទៅណាក៏លើកគេនិយាយពី KPI ចាសូម្បីតែនៅក្នុង social media ការអនុវត្តការងារប៉ុន្តែខ្លាចក្រែងមានបងប្អូនមួយចំនួនមិនទាន់យល់ពីអីទៅជា KPI ចាអញ្ចឹងនាងខ្ញុំលាបសាមារីនឹងធ្វើការចែករំលែកជូនបងប្អូនទាំងអស់គ្នាតកតងជាមួយនឹងអត្ថន័យរបស់ពាក្យថា KPI ចា៎អញ្ចឹងមែនតើទៅ KPI ជាពាក្យភាសាបរទេសដែលជាពាក្យកាត់ទេដែលយើងហៅកន្លងមក KPI ហ្នឹងណាចាហើយពាក្យពេញរបស់ KPI គឺអក្សរ K ហ្នឹងគឺមកពីពាក្យ key P ហ្នឹង performance ហើយ I ហ្នឹង indicator ដែលយើងចំណាំហៅតែ KPI ហ្នឹងគឺពាក្យពេញរបស់វាគឺ key performance indicator អញ្ចឹងសំណួរសួរថាអាហ្នឹងជាភាសាអង់គ្លេសចុះជាអត្ថន័យភាសាខ្មែរ KPI ហ្នឹងបានន័យថាម៉េចទៅចា៎អញ្ចឹងនៅក្នុងអត្ថន័យជាភាសាខ្មែរយើងអាចបកបានច្រើនទីមួយយើងអាចបកថាជាសូចនាករសមត្ថកម្មគន្លឹះមួយទៀតយើងអាចបកជាខ្លីអាចសូចនាករគន្លឹះឬក៏យើងអាចប្រើជាសូចនាករបងប្អូនអាចសម្គាល់ទៅលើការប្រើប្រាស់ពីកន្លែងមួយទៅកន្លែងមួយមានភាពខុសគ្នាអឺកន្លែងខ្លះគេហៅថាតែសូចនាករក៏មានអត្ថន័យថាជា KPI ដែរអឺចំណុចចុងក្រោយគឺជាន័យសម្រាយដែលខ្ញុំសម្រាយដើម្បីងាយស្រួលយល់ពេលដែលគេនិយាយថា KPI ហ្នឹងឯគេ KPI ហ្នឹងគឺសំដៅទៅលើចំណុចសំខាន់ក៏បានជាចំណុចគន្លឹះក៏បានដែរដែលត្រូវយកមកធ្វើការវាស់វែងការអនុវត្តចាអញ្ចឹងបើសិនជាយើងនិយាយពី KPI របស់បុគ្គលិកមានថាចំណុចសំខាន់ដែលត្រូវយកមកធ្វើការវាស់វែងការអនុវត្តការងាររបស់បុគ្គលិកបើសិនជា KPI ហ្នឹងរបស់ប្រធានយើងគ្រាន់តែបដូរទៅជាចំណុចសំខាន់ដែលត្រូវយកមកធ្វើការវាស់វែងការអនុវត្តការងាររបស់ប្រធានអញ្ចឹងទៅអញ្ចឹងជាន័យសម្រាប់ខ្ញុំជឿជាក់ថារៀងមានភាពងាយស្រួលនៅក្នុងការយល់ប៉ុន្តែបងប្អូនត្រូវតែអឺស្គាល់ពីពាក្យកន្លឹះដើម្បីនៅពេលដែលគេប្រើប្រាស់ទៅអឺយើងមិនមានអារម្មណ៍ថាប្លែកហើយយើងបានស្គាល់ទាំងអត្ថន័យសម្រាប់ហើយនិងពាក្យកន្លឹះអញ្ចឹងដើម្បីជាការយល់បន្ថែមថាតើKPI ហ្នឹងកាន់តែច្បាស់បន្ថែមពីនឹងទៀតនាងខ្ញុំសូមនាំបងប្អូនអរគ្នាទៅមើលការលើកឧទាហរណ៍មួយដើម្បីឲ្យកាន់តែច្បាស់ណាអូខេអញ្ចឹងខ្ញុំឧទាហរណ៍ថាអឺតើផ្នែកលក់គាត់មាន KPI គេខ្លះនៅពេលដែលយើងនិយាយនៅកន្លែងការងារមួយឆ្នាំហ្នឹងផ្នែកលក់មាន KPI គេខ្លះមានថាគេចង់ដឹងថាតើផ្នែកលក់គេប្រើប្រាស់សូចនាករអីខ្លះដើម្បីវត្តវែងអញ្ចឹងខ្ញុំឧទាហរណ៍តែពីរចំណុចទេទីមួយអឺដើម្បីយើងអាចវាស់វែងផ្នែកលក់បាន KPI ទីមួយដែលយើងត្រូវកំណត់សម្រាប់គាត់គឺចំណូលពីការលក់ប្រចាំឆ្នាំអឺអាចគិតជាលុយ currency ឬក៏រូបិយវត្ថុហ្នឹងជាដុល្លារក៏បានលុយខ្មែរក៏បានដែរទីពីរចំនួនអតិថិជនដែលគាត់រកបានប្រចាំឆ្នាំតើគាត់ត្រូវរកបានប៉ុន្មាននាក់អញ្ចឹងខ្ញុំគ្រាន់តែលើកជាឧទាហរណ៍អញ្ចឹងនៅពេលយើងសួរថាតើផ្នែកលក់មាន KPI គេខ្លះអញ្ចឹងចំណុចសំខាន់ពីរហ្នឹងដែលគេលើកឡើងមកហ្នឹងយើងហៅថា KPI ហើយអញ្ចឹងណាចាអញ្ចឹងចំណុចបន្ទាប់ឲ្យស៊ីជម្រៅថាតើអឺគេប្រើប្រាស់គេកណនាគេកំណត់ពីរបៀបណាអានឹងជារឿងបន្ទាប់ប៉ុន្តែការលើកឧទាហរណ៍នេះដើម្បីឲ្យបងប្អូនអរគ្នាយល់ពីអត្ថន័យពាក្យថា KPI ពេលដែលគេសួរថាតើKPI ផ្នែក HR មានអីគេខ្លះមានន័យថាគេសំដៅទៅលើចំណុចអីខ្លះដែលគេចង់យកមកធ្វើការវាស់វែងការងាររបស់ផ្នែក HR ឬក៏ផ្នែកលក់ឬក៏ផ្នែកទីផ្សារអីចឹងទៅអញ្ចឹងមានភាពខុសគ្នាហើយមិនមែនមានតែពីរហ្នឹងគឺមានច្រើនជាងហ្នឹងតែខ្ញុំលើកនេះគឺលើកជាឧទាហរណ៍ទេចាអញ្ចឹងជួបគ្នានៅវគ្គបន្តលំអិតបន្ថែមពី KPI អរគុណច្រើន